កម្ពុជាពន្យល់ពីការវិវត្តចុងក្រោយចំនួនព្រំដែនកម្ពុជាថៃដល់បណ្ដាអង្គទូតនានាប្រចាំកម្ពុជានិងតំណាងទីភ្នាក់ងារ UN នៅព្រឹកថ្ងៃទី25ខែកញ្ញាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការព្រំដែនកម្ពុជាថៃរួមទាំងបញ្ហាមានជូនបណ្ដាអង្គទូតបរទេសនិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា UN នៅទីស្តីការក្រសួងការបរទេសរាជធានីភ្នំពេញបើតាមក្រសួងការបរទេសកិច្ចប្រជុំនេះមានការចូលរួមពីតំណាង30ស្ថានទូតប្រចាំកម្ពុជានិងស្ថានទូតនៅក្រៅបរទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជាថៃនិងអង្គការអន្តរជាតិចំនួន6ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ